សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានិងប្រិយមិត្តជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel សុប៊ុនដំណើររឿងរបស់ខ្ញុំបាទហើយវីដេអូនេះគឺជាវីដេអូថ្មីដំបូងគេហើយក៏ជា Channel ថ្មីដែរហើយសូមការគាំទ្រពីប្រិយមិត្តនិងបងប្អូនពុកម៉ែទាំងអស់សូមជួយគាំទ្រខ្ញុំផងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងនិទានរឿងមួយនៅក្នុងភូមិរបស់ខ្ញុំតែម្ដងនិងទល់មុខផ្ទះរបស់ខ្ញុំតែម្ដងហើយសាច់រឿងនេះមិនមែនជាការប្រឌិតឬក៏ជាការនិពន្ធអីឡើងទេនេះគឺជាសាច់រឿងពិតនៅភូមិរបស់ខ្ញុំនៅក្នុងឆ្នាំ1990ប្រជាជននៅភូមិនោះក៏ហូរចូលមករស់នៅជាបណ្ដាដោយកន្លែងខ្លះក៏ជីកបន្លាយយកអាចដីហ្នឹងមកធ្វើថ្នល់សម្រាប់ការដើរបរទេសអីផ្សេងចឹងទៅសម័យថ្ងៃមួយនោះក៏មានគ្រួសារអ្នកជីកត្បូងម្នាក់ដែលគាត់ផ្លាស់មកនៅក្នុងភូមិរបស់ខ្ញុំដែរគាត់មកនៅទល់មុខផ្ទះរបស់ខ្ញុំនឹងតែម្ដងគាត់ក៏បានសង់ផ្ទះឈើបែបបុរាណហ្នឹងពីរជាន់ស្អាតប៉ុន្តែរបស់ខ្ញុំនឹងតែម្ដងទល់មុខគ្នារំលងមកជាហៀងផ្លូវម្នាក់ពួកគាត់តែងតែមានការប្រស្រ័យតាក់ទងជាមួយអ្នកភូមិមានការរាប់អានរាក់ទាក់ស្រឡាញ់ចូលចិត្តគ្នាពេលដែលមានចំណីចំណុកអីក៏តែងតែចែកគ្នាបរិភោគនៅក្នុងភូមិនៅក្នុងស្រុកនោះចឹងទៅហើយគ្រួសាររបស់ខ្ញុំក៏ជិតស្និទ្ធជាមួយនឹងគាត់នោះដែរហើយគាត់ហ្នឹងក៏បានហុចនេះហុចនោះឲ្យស្រេងគាត់គឺជាមនុស្សចិត្តល្អជួយយកអាសាអ្នកភូមិអ្នកស្រុកមានការលើកផ្ទះឬក៏សង់ផ្ទះអីជួយឈូសឈើសសរធ្វើអីសពគ្រប់បែបយ៉ាងប្រក់សបោអីគាត់ឧស្សាហ៍ទៅណាស់ដែលគាត់ទំនេរពីការជីកត្បូងរបស់គាត់អញ្ចឹងថ្ងៃមួយនោះគាត់ទៅរកត្បូងនៅបៃលិនហើយនៅសំណាងល្អរបស់គាត់មែនតែនគាត់បានទៅជីកត្បូងបានត្បូងពណ៌ត្រួយចេកមួយទឹកស្អាតមែនតែនពុំមានឆាំងឡើយគឺពុំមានបច្ជ្រោយពុំមានអីទេស្អាតមែនតែនដល់ទៅហើយពួកគាត់ត្រឡប់មកវិញជាមួយនឹងឪពុករបស់ខ្ញុំគាត់គឺជាអ្នកទិញត្បូងក៏មកពេលល្ងាចហ្នឹងតាស្រេងគាត់បានបន្លិចត្បូងមួយឲ្យឪពុកខ្ញុំមើលគឺជាត្បូងពណ៌ត្រួយចេកស្អាតទាំងទឹកល្អមើលទៅគឺស្អាតមែនតែនពេលនោះឪពុកខ្ញុំក៏ថាអាស្រេងហើយអញពុំមានលទ្ធភាពទិញត្បូងមួយនេះទេព្រោះត្បូងមួយនេះបើយកទៅលក់នៅក្បាលជាដែនថៃនោះក៏បានរាប់សែនបាតដែរព្រោះលុយជំនាន់នោះថ្លៃហើយត្បូងនោះស្អាតមែនតែនពេលយប់ពួកគាត់ក៏បានទៅហូបបាយជុំគ្រួសារគាត់វិញទៅចន្លោះប្រហែលជាម៉ោង9ម៉ោង10ហ្នឹងក៏ហូបបាយជុំគ្នាពេលដែលហូបបាយជុំគ្នាក៏ឮមានការឆ្លោះប្រកែកទាស់ទែងគ្នាវាយចានវាយឆ្នាំងលមុងលម៉ាំងប្រើប្រាវពេញហ្នឹងទៅតែស្រេងក៏គាត់ស្រែកប្រកែកទី3ម៉ានរួចហើយគាត់ក៏មកអង្គុយបរិយនៅកម្មចន្ទាមុខផ្ទះពេលដែលគាត់មកកម្មចន្ទាមុខផ្ទះហ្នឹងហើយជក់ប្រៃយើងមើលបន្ទល់មុខគ្នាទៅឃើញផ្លុងឪពុកខ្ញុំក៏គាត់ទៅជែកគ្នាជាមួយម៉ាក់វាអើយអាស្រេងឆ្លោះគ្នារឿងអីទៀតហើយរាល់ដងមិនដែលឃើញវាឆ្លោះគ្នារឿងអីសោះឥឡូវសាប់ថ្ងៃហ្នឹងវាមានចំនួនទាស់ទែងជាមួយគ្នាអាហ្នឹងប្រហែលជាបាត់ជារឿងកបោងនឹងទៅដឹងម៉ាក់ខ្ញុំក៏គាត់ឆ្លើយថាមិនដឹងទេអូវាអើយតែប្រហែលជាខ្វែងតនិតគ្នារឿងអីរឿងលក់ត្បូងលក់អីហើយម៉ាក់ខ្ញុំក៏គាត់សួរថាអញចោះត្បូងពីល្ងាចហ្នឹងយកមកឲ្យឯងមើលឯងមិនក៏មិនទិញវាយកទៅឪពុកខ្ញុំក៏និយាយថាម៉ែវាត្បូងហ្នឹងវាថ្លៃហើយទឹកវាល្អខ្ញុំពុំមានលទ្ធភាពទិញត្បូងមួយហ្នឹងទេបើសិនជាវាយកទៅលក់នៅជីកដែនយកទៅលក់នៅចិត្តព្រំដែនថៃយ៉ាងអន់ណាក៏បានចិត្ត1សែនបានដែរពោះត្បូងនេះស្អាតខ្លាំងណាស់ហើយវាធំទៀតប៉ិនកូនដៃចិត្តប៉ិនកដៃអូនកូនយើងចិត្តប៉ុណ្ណឹងហើយទឹកវាស្អាតខ្លាំងណាស់ទឹកស្អាតខ្លាំងណាស់ផុតពីឪពុកខ្ញុំគាត់និយាយសន្ទនាជាមួយនឹងម្ដាយខ្ញុំចប់ហើយក៏លឺសំឡេងវាយព្រុសប្រុសហើយក៏តាស្រេងហ្នឹងគាត់អង្គុយកម្មចដាគាត់មិនតវ៉ាអីច្រើនទៀតទេគាត់អង្គុយកម្មចដាជក់បរិយស្រាប់តាមពេជ្រនោះប្រពន្ធគាត់បានទាញកំបិតខ្វែវមកកាប់តាស្រេង 3-4 កំបិតដណ្ដើមឲ្យដាច់ក្បាលធ្លាក់ចុះមកក្រោមតាមកម្មចដាហ្នឹងពេលនោះលឺវាយភ្នក់ភ្លើងភ្លុបផ្លប់ឲ្យល្ងឹតទៅមុខផ្ទះហ្នឹងហើយក៏ស្កាត់ប្រហែលជាកន្លះម៉ោងក្រោយឪពុករបស់ខ្ញុំក៏គាត់ដើរទៅមើលតែខ្ញុំទៅដែរទៅដល់ថ្នល់មាត់បន្លាយក៏ស្រែកសួរថាអាស្រេងអាម៉េចអាឆ្លោះទាស់តែងគ្នារឿងអីលឺតែព្រុសប្រុសពងផាំងហ្នឹងដល់អត់លឺសំឡេងអ្នកណាឆ្លើយឪពុករបស់ខ្ញុំក៏គាត់ដើរទៅចិត្តដល់ពេលគាត់ដើរចិត្តទៅគាត់ឈួលពិលពីកាមចដាទៅហ្នឹងក៏សាប់ឲ្យឃើញតែកាមចដាហ្នឹងប្រឡាក់សុទ្ធទៅឈាមពេលនោះឪពុកខ្ញុំគាត់ឈួលទៅក្រោយក៏ឃើញសាកសោកខ្មោចតាស្រេងហ្នឹងគាត់ដេកស្លាប់ក្នុងកម្មចដាផ្ទះក្បែរភ្នក់ភ្លើងហ្នឹងពុំមានក្បាលទេ
ពេលនោះភ្លាមៗមកឈួររកក្បាលដែរប៉ុន្តែឈួររកវាមិនឃើញដោយសារតែងឹតពេកហើយយើង7យើងហ្នឹងឈួរវាមិនសព្វចុងជ្រោយហើយដោយភាពភ័យខ្លាចផងនោះពួកគាត់ក៏បានទារណែខ្ញុំឲ្យដើរត្រឡប់ទៅផ្ទះវិញដោយគាត់ពុំនិយាយអីច្រើននោះទេស្រាប់តែគាត់ទៅដល់ផ្ទះហើយពេលហ្នឹងក៏គាត់ហាមខ្ញុំថាអូនហែងកុំចេញដើរតាណាប្តេជ្ញាណាហើយក៏គាត់បាននិយាយវយម៉ាក់ខ្ញុំគាត់ថាម៉ែវាអាខ្មោចអាស្រេងប្រហែលជាប្រពន្ធវាកាប់ដាច់ក្បាលងាប់បាត់ហើយឃើញធ្លាក់សាកសពខ្មោចអាស្រេងនៅកម្មចដាធ្វើឲ្យម៉ាក់យាយខ្ញុំហើយនឹងម៉ាក់របស់ខ្ញុំគាត់ភ័យស្លន់ស្លោហើយគាត់ក៏សួរទៀតថាម៉េចបានតាស្រេងវាមិនហើយគាត់ភ័យស្លន់ស្លោដល់ពុកខ្ញុំគាត់និយាយថាអញជួល7ទៅមិញហ្នឹងអត់ឃើញក្បាលវាទេប្រហែលជាប្រពន្ធវាកាត់ក្បាលដាច់ធ្លាក់ស្លាប់នឹងក្រោមនឹងឯងពេលនោះពុកខ្ញុំគាត់បានឲ្យម៉ាក់យាយហើយនឹងម្ដាយរបស់ខ្ញុំគាត់នៅមើលអូនទៅទុកឲ្យខ្ញុំហ្នឹងទៅហៅអ្នកភូមិអ្នកផងលបងចិត្តនៅហ្នឹងឲ្យគេមកជួយមើលថាវាយ៉ាងម៉េចហើយរឿងហ្នឹងវាមិនអីមិនទៅជាអញ្ចឹងពុកខ្ញុំដើរហៅគេរំលងពីភូមិមួយទៅភូមិមួយហ្នឹងដើរហៅប្រាប់គេអ្នកដែលធ្លាប់ស្គាល់អ្នកដែលធ្លាប់អាស្រ័យតាក់ទងគ្នាហ្នឹងពុំមានអ្នកណាគេមកសំបីតែម្នាក់ទាំងកណ្ដាលយប់នឹងឪពុកខ្ញុំត្រឡប់មកវិញក៏ប្រាប់អ្នកម៉ាក់ផ្លូវហៅអត់មានពីណាមកមើលទេហើយខ្ញុំម្នាក់ឯងហ្នឹងបើទៅនេះវាហ្នឹងក៏ខ្ញុំវាមិនហ៊ានដែរឯណាមួយយប់ប្រហែលនេះម៉ោងបើមិន10 យប់ហើយពុកខ្ញុំនិយាយរួចក៏លេងដើរទៅទៀតទៅក៏នាំគ្នាឡើងទៅលើផ្ទះសម្រាប់ឲ្យបិទទ្វារចិត្តពេលព្រឹកព្រលឹមស្រាងឡើងក៏អ្នកភូមិផងនៅចិត្តហ្នឹងមានម្នាក់2នាក់ក៏គាត់ដើរមកដល់មុខផ្ទះខ្ញុំក៏ស្រែកសួរពុកខ្ញុំអើយអ៊ំវាមិនហើយពីយប់មិញថាខ្មោចអាស្រេងប្រពន្ធកាប់ងាប់ហ្នឹងមិនហើយខ្ញុំបើកទ្វារក្រាក់មកក៏ឆ្លើយវិញហ្នឹងហើយពូវាអើយឥឡូវនោះខ្មោចអាស្រេងវានៅកម្មចដាគឺបែបភ្នក់ភ្លើងហ្នឹងហើយតន់ទៅណាទេនៅហ្នឹងឯងដេកស្លាប់នៅហ្នឹងឯងបើយប់មិញហ្នឹងខ្ញុំឈួរទៅវាពុំឃើញក្បាលវាទេឃើញតែខ្លួនហើយនឹងឈាមប្រឡាក់តាមកម្មចដាហ្នឹងឯងនៅវាធ្លាក់មកហ្នឹងភ្នក់ភ្លើហ្នឹងឈាមហូរដើរផ្អែភ្នក់ភ្លើហ្នឹងឯងព្រឹកហ្នឹងក៏មានអ្នកភូមិមកតគ្នាទៅឪពុកខ្ញុំហើយនឹងពូក៏គាត់បានទៅមើលទៅហើយក៏បានឃើញសាកសពហ្នឹងនៅក្បែរកម្មចដាផ្ទះហ្នឹងពុំមានក្បាលទេឡងប្រហែលជាកន្លះម៉ោងក្រោយមកក៏លោកអាចារ្យលោកអញ្ជើញមកដែរចឹងហើយក៏បានប្រាប់ឲ្យអ្នកភូមិផងនៅចិត្តហ្នឹងឲ្យគេរៀបចំធ្វើក្តារមឈូសហើយក៏ដាក់បែរសពតាស្រេងហ្នឹងប្រមៀលដាក់លើកន្ទេលរួចក៏គេចាប់ផ្ដើមលើកខ្មោចតាស្រេងហ្នឹងដាក់ចូលក្នុងមឈូសទៅហើយចាស់ហ្នឹងដែលគាត់នៅភូមិជាមួយគ្នាហ្នឹងគាត់ថាមើលពីណាអ្នកណាដែលមិនខ្លាចដែលអ្នកណាដែលមិនល្អអីណាដើរជាក្រុមទៅគ្នា2នាក់3នាក់ក៏បានដែរដើររចិត្តទាំងមើលរក្បាលអាស្រេងយកមកដាក់តវាវិញទៅឲ្យវាបានមានក្បាលមានអីគេចាំមកវាកើតទៅជាតិក្រោយអត់ក្បាលហើយខ្ញុំក៏និយាយលេងមួយគាត់ថាតាបើកើតមកអត់ក្បាលអ្នកដែលរត់មុនគេគឺម្ដាយគាត់ហ្នឹងហើយប៉ាក៏គាត់និយាយថាអញនិយាយលេងទេតែកើតមកវាមានក្បាលមានអីហើយដាក់សពដាក់អីហ្នឹងឲ្យវាមានទាំងមូលទាំងដៃទាំងជើងទៅកើតទៅដល់ជាតិក្រោយទៅវាមានគ្រប់គ្រាន់ខ្ញុំក៏ឆ្លើយថាបាទតាអញ្ចឹងខ្ញុំក្មេងៗ3 4 5នាក់នេះខ្ញុំទៅមកក្រុមហើយដើររកក្បាលកសែងជាមួយនឹងអ៊ំពូមីងដែរឪពុកខ្ញុំក៏ព្យាយាមដើររកជាមួយអ្នកភូមិនឹងដើររកពុំឃើញសោះក្បាលនឹងមិនដឹងជាវាដាច់ធ្លាក់ទៅដល់ណាឬក៏អ្នកណាយកទៅណាឬក៏ឆ្កែពំតាណានោះគឺយើងអត់ដឹងទេដល់ហើយល្ងាចប្រហែលជាម៉ោងជិត3ដើររកអស់សពគ្រប់បែបយ៉ាងល្វើយម្នាក់រកមិនឃើញទេសោះពេលនោះក៏តាអាចារ្យម្នាក់ទៀតក៏គាត់មកដល់គាត់ថាបើថាយើងរកមិនឃើញទេយើងក៏បូជាវាទាំងអត់ក្បាលនឹងត្បងទៅហើយអ៊ំអាចារ្យមួយទៀតនោះគាត់ថាបូជាមិនបានទេអ៊ំវាអើយខ្មោចកបុតក្បាលបូជាទាំងកបុតក្បាលចឹងមិនបានទេយ៉ាងម៉េចយ៉ាងម៉ាយើងត្រូវរកក្បាលវានឹងឲ្យឃើញលោប៉ះក្បាលនឹងឆ្កែពំចូលទៅផ្ទះអ្នកណាឬក៏ក្បែរផ្ទះមុខផ្ទះក្រោយផ្ទះអីហ្នឹងមានរឿងអន្តរាយភ័យចង្រៃដល់ផ្ទះអ្នកនោះយើងរកវាឲ្យឃើញមកបន្ទាប់មកក៏អ្នកភូមិផ្សេងអ្នកគាត់ដើររកក្បាលតាស្រីហ្នឹងគាត់រកពុំឃើញក៏គាត់ក៏ប្រាប់ដូចគ្នាថាចាអើយក្បាលតាស្រីរកមិនឃើញទេពួកខ្ញុំដើររកក្រោយភ្នំផង
ក្រោយផ្ទះផងតាមបន្លាយផងតាមដំបូកតាមអីវាមិនដឹងថាប្រពន្ធវាហ្នឹងកាត់ក្បាលហើយយកក្បាលវាទៅណាទេរកមិនឃើញទេលោកអាចារ្យហើយគ្នាយើងមកភូមិឲ្យដើររកក្បាលវាជុំវិញផ្ទះហ្នឹងរកមិនឃើញសោះរហូតដល់អ្នកខ្លះទៅតាមអូអ្នកខ្លះទៅតាមបន្លាយហើយរកនៅតែរកមិនឃើញអញ្ចឹងយើងគិតមិនទៅអ៊ំអាចារ្យហើយលោកអាចារ្យវត្តហើយនឹងអាចារ្យភ្លុកហ្នឹងគាត់ពីរអ្នកហ្នឹងគាត់ថាបើធ្វើអញ្ចឹងវាមិនសមតែយើងរកក្បាលវាមិនឃើញហើយប្រហែលជាក្បាលវាហ្នឹងមិនមែននៅចិត្តហ្នឹងទេប្រហែលជាអ្នកណាយកតាណាឬក៏ប្រពន្ធវាយកតាណាតែដឹងអ្នកភូមិម្នាក់គាត់ក៏លន់មាត់ថាយីមីចៅចង្រៃយកនេះកាត់ក្បាលប្តីហើយจะវាយកក្បាលទៅឯណាមិនទុកឲ្យគ្នាស្លាប់ទៅមានក្បាលមានអីនៅចិត្តហ្នឹងអត់ទេវាស្អីគេនេះអាក្រក់ណាស់គាត់ថាចប់ទៅអ៊ំម្ចាស់គាត់លើកថាធ្វើមិនទេកម្មរបស់វាចឹងហើយក៏សម្រេចគ្នាថានឹងយកខ្មោចតាស្រេងទៅបូជាទាំងអត់ក្បាលនឹងឯងក៏នាំគ្នាមូកតេលមូអីលើកដាក់មកឈូសហើយរួចរាល់ហើយអីហើយក៏លោកអាចារ្យភ្លុកឲ្យទៅនិមន្តព្រះសង្ឃពីវត្តមកដល់តែមុនព្រះសង្ឃពីវត្តមកហ្នឹងទៅល្ងាចប្រហែលជាម៉ោង4បានព្រះសង្ឃនិមន្តមកដល់ខាងមុនបលលោកធ្វើកិច្ចបាំងស្គរចប់សពគ្រប់អីហើយធ្វើតាមបែបពិធីពុទ្ធសាសនាខ្មែរយើងនោះធ្វើរួចរាល់ហើយក៏គេចាប់ផ្ដើមលើកក្តារមឈូសតាស្រេងដែលមានក្មេងជំទង់វ័យប្រហែលជា18 19ឆ្នាំនោះឲ្យជួយសែងមឈូសហើយនឹងចាស់នៅពីខាងក្រោយ2នាក់អញ្ចឹងក្មេងមួយដែលគាត់សែងនៅខាងមុខហ្នឹងរៀងទាបជាងគេបន្តិចស្រាប់តែគាត់សែងបណ្ដើទៅមុខហ្នឹងក៏អាឈាមដែលវាហូរចេញពីក្បាលកំបុតរបស់តាស្រីហ្នឹងមកពីស្មាដែលដាច់ហ្នឹងវាហូរមកវាស្រក់ក្បាលកែងជើងហ្នឹងដល់ពេលស្រក់អញ្ចឹងហើយគ្នានឹងមានអារម្មណ៍ថាផិតភ័យខ្លាំងណាស់ស្រែកតោឈាមស្រក់លើជើងខ្ញុំតោឈាមស្រក់លើជើងខ្ញុំអានោះក៏គ្នាដើរទៅមុខមិនរួចក៏យកជាប់ជើងប្រាប់ថាអាចៅកុំទម្លាក់មកឈូសអាចៅធ្វើម៉េចឈរនឹងសិនចាំឲ្យគេទៅដូរចៅអីនៅស្ងៀមកុំភ័យស្លន់ស្លោក្បាលតែវាដាច់វាមានឈាមមានអីហូរមកហើយចៅអីកុំខ្លាចហើយម្នាក់នោះគាត់គិតថាវាស្រែកគាត់ភ័យគាត់ទាំងខ្ញុំទាំងគេបងប្អូនវាឈាមតែស្រក់មកលើជើងមកប៉ុណ្ណឹងហើយបើមិនភ័យទូកចម្លែកពេលនោះខ្ញុំដើរតាមពីក្រោយទៅឃើញអញ្ចឹងខ្ញុំជាអ្នករត់មុនគេឲ្យឃើញឈាមស្រក់អញ្ចឹងហើយឃើញអ្នកនៅខាងមុខគាត់ស្លន់ស្លោធ្វើឲ្យអារម្មណ៍ខ្ញុំនេះភ័យខ្ញុំក៏គេចមកក្រោយឲ្យផុតពីក្តារមឈូសតាស្រែកហ្នឹងបន្តិចដល់ហើយក៏មានអ៊ំប្រុសម្នាក់ទៀតគាត់ទៅជំនួសអាអូនហ្នឹងទៅជំនួសទៅក៏គាត់នឹងដើរចេញមកអូនគាត់ថាអាចារ្យថាអូនឯងទៅសម្រាប់សិនទៅក្មួយឯងទៅអង្គុយសិនទៅអង្គុយក្បាលកន្លែងលោកទៅអង្គុយចឹងទៅក៏សែងនាំគ្នាសែងទៅដល់តែសែងដល់កន្លែងដាក់បូជាខ្មោចតាស្រេងហ្នឹងកន្លែងដើមតកោតបោកហ្នឹងក៏ដាក់ហ្នឹងហើយក៏គេរៀបអុសរៀបអីហើយក៏ដាក់ក្តារមកឈូសពីលើអុសហ្នឹងទៅហើយក៏គេដាក់នៅភ្លើងលោកអាចារ្យភ្លុកបូជាទៅអីទៅអញ្ចឹងក៏បូជាប្រហែលជាហើយយើងភ្លើងពេញកមុំប្រហែលជាកន្លះម៉ោងស្រាប់តែខ្មោចតាស្រេងនោះសពនោះទូវឹងកបុតក្បាលហ្នឹងតោងអាដើមតកោហ្នឹងនាំគ្នាភ័យស្លន់ស្លោរត់ជន់ជើងគ្នាទាំងខ្ញុំទាំងអីហើយលោកអាចារ្យភ្លុកអីគេរត់ហើយសំណោះជាងគេតែប្រសងតែព្រះអង្គលោកគង់ចិត្តបន្លាយហ្នឹងនាំឃើញយើងរត់ចឹងលោករត់មុនគេលោតអាបន្លាយហ្នឹងលោតមានផុតអីបងប្អូនហើយភ័យមិត្តលោតទៅតាក់ជើងដាច់ផ្ងាមកក្រោយប្រឡាក់ផុកសមកហើយអ៊ំស្រីដែលជេរមុនហ្នឹងក៏រត់មកតាមកាយដល់លោតមកតាមក្រោយប្រសងលោកមុនងើបមកប្រកែផ្លាក់សត្វផុកហ្នឹងសសព្រុសហ្នឹងមានឯណាភ័យប្រសងហ្នឹងមកសារៀបស្រ័យតែខ្មោចនៅពីមុខហើយលោកក៏ថាអាត្មាមិនមែនខ្មោចទេញោមអើនាំនេះរត់នាំគ្នាដើរលបទៅវិញទៅអាភ្លើងក៏ឆេះទៅដល់ភ្លើងវាក្តៅពេកដល់ក្បែរដើមតកោហ្នឹងក៏មានពេលណាហ៊ានចូលទៅចិត្តទេហើយខ្មោចហ្នឹងតោងជាប់នៅលើដើមតកោហ្នឹងទៅដែលកបុតក្បាលមើលអាភ្លើងរោលលោកខ្មោចអ៊ូញដូចខ្ជូងអញ្ចឹងតើភ្លើងរឿងអន់ថមថយមកហើយក៏គេឲ្យពូហៀងយកអាណាអាឈើហ្នឹងទៅកាត់ដើមតកោនឹងទម្លាក់រលំមកឲ្យដើម្បីយកខ្មោចតាស្រេងហ្នឹងយកមកបូជាបង្ហើយដល់ពេលកាត់រលំមកហើយសពហ្នឹងក៏ធ្លាក់មកដល់ដីមករលំទៅដើមតកោហ្នឹងវាខ្ទរទៅសពហ្នឹងរបូតចេញមកធ្លាក់ក្នុងដីក៏គេយកឫស្សីយកអីហ្នឹងចាក់
គៀបលើកដាក់អាកន្លែងភ្លើងដែលវាឆេះចិត្តអស់ហ្នឹងដាក់សារថ្មីដល់ហ្នឹងក៏គេកោអស់កោអីទៅលើបន្ថែមទៅក៏ដុតឆេះអស់ទៅក្រោយពីការបូជារួចអីរួចហ្នឹងទៅក៏លោកអាចារ្យភ្លុកទៅនិមន្តព្រះសង្ឃម្ដងទៀតមកឲ្យលោកធ្វើកិច្ចឆាកហើយអីហើយទៅដល់ពេលព្រះសង្ឃឆាករួចអីរួចអញ្ចឹងក៏តាអាចារ្យភ្លុកហ្នឹងហើយលោកតាអាចារ្យមួយទៀតហ្នឹងគាត់បានពូនភ្នោហ្នឹងឲ្យខ្មោចទៅស្រែងទៅពេលដែលពូនភ្នោហើយអីហើយរួចរាល់អស់ហើយពួកគាត់ត្រឡប់ដើរមកមុខផ្ទះវិញដល់ពេលគាត់ដើរមកអញ្ចឹងទៅអាខ្យល់ល្ងាចហ្នឹងវាទៅសៀកទៅគាត់លន់លឺសម្រាប់ជើងអ្នកដើរពីក្រោយអញ្ចឹងណាដល់ដើរពីក្រោយអញ្ចឹងសັບទៅលោកអាចារ្យភ្លុកគាត់គាត់ថាអ៊ំអាចារ្យមានលឺអីអត់គាត់ថាដូចជាមិនមានលឺអីទេលោកអ៊ំអាចារ្យខ្ញុំដូចជាលឺស្នូជើពីណាគេដើរពីក្រោយយើងលោកអ៊ំអាចារ្យវាកុំចេះតែអញ្ចឹងប្រឡាចគ្នាខ្មោចឯណាមកលងមនុស្សទាំងល្ងាចអញ្ចឹងហើយវាទៅបូជាហើយវាដើរឯណាកើតរត់ដុតភ្លេចអស់ហើយហ្នឹងមានសល់អីទេតែខ្ញុំដូចជាលឺសម្រាប់ជើងអ៊ំវាតោះមិនអីទេដើរទៅអ្នកភូមិគេចាំយើងនៅមុខហើយអ្នកភូមិ3 4នាក់ហ្នឹងក៏គាត់អង្គុយពិសាតែនៅក្រោមដើមច័ន្ទគិរីហ្នឹងទៅហើយគាត់ក៏មកដល់ជួបជុំនេះក៏គាត់នាំគ្នាដើរចេញទៅផុតផ្ទះទៅស្រីហ្នឹងហើយអ៊ំអាចារ្យភ្លុកគាត់អញ្ជើញមកដល់ផ្ទះខ្ញុំហើយគាត់ក៏សួរដំណើរដើមតងរឿងហ្នឹងថារឿងហ្នឹងវាម៉េចអីម៉េចហើយបានឈានទៅដល់ថ្នាក់កាប់គ្នាកាប់អីស្លាប់ដាច់ក្បាលដាច់អីឥឡូវក្បាលរមឃើញបូជាបានតែខ្លួនហ្នឹងហើយរឿងហ្នឹងវាម៉េចអ្នកម្ដាយខ្ញុំហ្នឹងក៏គាត់តពីលោកតាអាចារ្យថាអ៊ំអាចារ្យខ្ញុំសង្ស័យតែវារឿងដោយសារដបងពីល្ងាចដែលយកមកឲ្យឪពុកខ្ញុំមើលហ្នឹងណាយកមកឲ្យហៅវាមើលហ្នឹងដបងហ្នឹងស្អាតដបងហ្នឹងប៉ិនចិត្តប៉ិនក៏ដៃអាអូនដបងស្អាតណាស់អត់មានឆាំងអត់មានជ្រោយជាប់ឲ្យទឹកស្អាតមែនតើប្រហែលជាមកពីរឿងហ្នឹងក៏មិនដឹងដែរពីកាលល្ងាចហ្នឹងពួកវាហ្នឹងក៏មិនមានលទ្ធភាពទិញដបងហ្នឹងទេព្រោះដបងហ្នឹងឪពុកវាណែនាំថាឲ្យយកទៅលក់ទៅជាដែនទៅយ៉ាងអត់ណាក៏បានចិត្តមួយសែនបាតដែរព្រោះដបងយកស្អាតណាដបងទៅទឹកស្អាតមែនតើស្អាតយកតែមែនតើហើយគាត់អត់មានលទ្ធភាពទិញទេបើយប់បន្តិចមកក៏ស្រាប់តែលឺរឿងរ៉ាវហ្នឹងឆ្លោះទាស់តេងគ្នាអីមកម៉ាំងប្រហែលជាឡងមិនទុះហ្នឹងក៏លូប្រព្រឹត្តព្រោះហ្នឹងទៅហើយអូវាហ្នឹងក៏ដើរទៅសួរអត់មានណាឆ្លើយណាអីទេស្ងាត់ជ្រាបអញ្ចឹងក៏ឃើញខ្មោចទៅស្រីហ្នឹងក៏ដាច់ក្បាលដេកស្លាប់ក្បែរភ្នក់ភ្លើហ្នឹងទៅហ្នឹងរឿងហ្នឹងប៉ុណ្ណឹងឯងអ៊ំអាចារ្យដល់អាចារ្យអូអញ្ចឹងហើយពុកខ្ញុំក៏គាត់បន្តដែរថាអាស្រីហ្នឹងវាដើរមកវានៅភូមិនេះអីនៅវាល្អជាគ្រាន់បើចេះជួយយកអាសាអ្នកដតីហើយអ្នកណាអ្នកអីឡើងផ្ទះឡើងអីធ្វើផ្ទះធ្វើអីតែតែមានមុខវាទៅជួយនឹងឯងជួយធ្វើការងារនេះការងារនោះមិនដាច់ទេស្រុកអ្នកភូមិយើងនឹងចិត្តហ្នឹងចូលចិត្តរាប់អានហើយល្ងាចឡើងមានស្រាសមានអីច្រើនហៅវាទៅផឹកអីហ្នឹងក៏ធ្វើមន់ធ្វើអីហើយវាអាសាចូលមកលេងផ្ទះខ្ញុំសងអីហ្នឹងបានចំណីបានចំណុកអីក៏ហុចឲ្យវាស៊ីទៅវិញទៅមកអញ្ចឹងទៅស្ដាប់រឿងចប់លោកអាចារ្យអីក៏នាំគ្នាដើរចេញទៅវិញអស់ទៅក៏ជម្រាបលាគ្នាទៅផ្ទះរៀងខ្លួនទៅបន្ទាប់ពីនឹងហើយយប់ឡើងប្រហែលជាម៉ោង8 9យប់ចាប់ផ្ដើមភ្លៀងស្រេចទល់តែពាក់កណ្ដាលយប់ហ៊ីងកែបឲ្យយំទៅហឹងវិញហ្នឹងសាប់ណយលេចភូមិហ្នឹងសាប់ឆ្កែលូពាក់កណ្ដាលយប់ឆ្កែលូហងអីផងហើយខ្ញុំនៅទៅលើឆ្កែលូអញ្ចឹងមានណាទាញព្រោះគ្រូប្រជិបឈឹងហើយលោកយាយហើយនឹងអ្នកម្ដាយខ្ញុំគាត់អង្គុយនិយាយគ្នានៅផ្ទះបាយនៅក្រោមហ្នឹងដល់ឡាស្អែកឡើងអ្នកនៅភូមិខាងកើតហ្នឹងផ្ទះអ៊ំរំគាត់ចាំគោប្រហែលជាម៉ោងល្ងាចហ្នឹងម៉ោង8ម៉ោង9ហ្នឹងគាត់សាបាយហើយគាត់ឡើងទៅលើផ្ទះក្រោលគោគាត់លុះទៅព្រិះដល់លឺអញ្ចឹងគាត់ក៏ឈួលពិលរមើក៏វាមិនឃើញអីទេសប្បុគាត់បិទពិលឡើងមកលើវិញលន់ព្រិះគោផ្អើលពេញក្រោលដល់ឡាគាត់មិនបានឈួលតកោអីគាត់ឈួលទៅមុខផ្ទះគាត់ដាក់ពិលផ្លាច់ទៅឃើញអាសមោលខ្មៅនៅមុខផ្ទះហ្នឹងអត់ក្បាលដោយអាកាលដែលខ្មោចតាស្រេងហ្នឹងវាលោតទុំនៅលើដើមនេះជាដើមឈើហ្នឹងដល់ហើយលោតទុំលើដើមឈើអញ្ចឹងវាក្បត់ក្បាលតងល់អញ្ចឹងអ៊ំនោះស្រែកយកតែមែនតែខ្មោចក្បត់ក្បាលខ្មោចស្រែកគាត់ឈឺស្អែកឡើងឈឺហើយគាត់ឈឺនឹងឈឺជាប់គ្នាប្រហែលជាចិត្តមួយអាទិត្យអស់ហើយបានលោកតបោះហ្នឹងលោកបានទៅធ្វើអីឲ្យទៅក៏បានរៀងស្រាកស្រានអីធូរស្បើយអីតិចតួចចឹងទៅបានហូបបាយហូបអីបានហើយគ្រាន់បើដែរចឹងទៅក៏ក្រោយមកទៀតខាងគ្រួសារខ្ញុំម្ដងតែនេះមិនឃើញនៅបៀតភ្លឺបៀតអីទេគឺក្បាលល្ងាចប្រលប់ហ្នឹងតែម្ដងពេលដែលឪពុកខ្ញុំនិងម៉ាក់យាយម៉ាក់ខ្ញុំកំពុងតែរៀបចំហូបបាយហ្នឹងអាពេលល្ងាចស្រាងយើងមើលទៅឃើញនឹងអស់គ្នាទាំងលោកយាយទាំងខ្ញុំហើយលោកយាយខ្ញុំខ្លាចជាងគេពេលដែលគាត់ឃើញវ៉ាប់
ស្រេចអូមីអូននោះខ្មោចអាស្រេយនៅមាត់បន្លាយឈរបក់ដៃហៅពុកខ្ញុំគាត់ឃើញយើងបិទទ្វារផ្ទះបាយក្តាំងភ័យហើយម៉ាក់ខ្ញុំហ្នឹងគាត់បើកអាប្អួយស្បូវហ្នឹងមើលតិចគាត់នៅឃើញបក់ដៃម៉ាក់ខ្ញុំគាត់លឹបចូលមកវិញឡើងលឿនហើយភ័យទាំងអស់គ្នាហើយអត់មានតន់ហ៊ានឡើងទៅលើទេគឺនៅក្នុងផ្ទះនោះទាំងអស់គ្នាហ្នឹងឯងទោះបីជាហូបបាយហើយក៏អត់តន់ហ៊ានឡើងទៅដែរពុកខ្ញុំក៏គាត់បើកសឹមរមើលទៅក៏អត់មានឃើញអីទៀតដែរដល់ពេលអត់ឃើញមានអីក៏យកពិលពីហឹងមកក៏ឈួលរមើលទៅក៏វាលែងមានឃើញអីទៀតហើយអញ្ចឹងហើយលោកយាយខ្ញុំក៏អត់ចង់ហ៊ានចុះពីលើផ្ទះបាយទៀតគាត់ក៏សងំនៅផ្ទះបាយហ្នឹងទៅពុកខ្ញុំគាត់ថាឲ្យខ្លាំងពេកអញ្ចឹងទៅគាត់ក៏បានចេញលោបពីផ្ទះមកគាត់ឡើងទៅលើជាមួយអ្នកម៉ាក់ខ្ញុំជាមួយម្ដាយខ្ញុំមួយអីឡើងទៅលើទាំងអស់គ្នាទៅពុកខ្ញុំគាត់នៅក្រោមគាត់នៅចាំមើលក្រោមបែរលោកមានអីកើតឡើងហើយគាត់ក៏យកកបោយកអីហ្នឹងដើរគូសជើងក្អែកទុះខ្វែងតាមទៅសតាមអីចឹងទៅពុកខ្ញុំពីដើមក៏គាត់ជាគ្រូមន្តអាគមអីតិចតួចអីចឹងតែក៏គាត់ថាគាត់មិនខ្លាំងអីណាអីទេគាត់ស្ដោះផ្លុំអីជួយយកអាសាអ្នកភូមិអ្នកអីតិចតួចដូចជាត្រូវពោះចឹកឬក៏អីតិចតួចចឹងទៅស្រាប់តែព្រឹកឡើងអ្នកភូមិគេប្រវល់គ្នាទៅផ្ទះមេភូមិប្រហែលចិត្ត10គ្រួសារគេថាឃើញខ្មោចអាស្រេងឈរបក់ដៃហៅទាំងអស់ហើយចឹងហើយជាពិសេសអ្នកស្និទ្ធជាមួយខ្មោចអាស្រេងទាំងខូចទាំងអស់គ្រប់គ្នាហើយអ្នកខ្លះឃើញនៅកម្មចដាលផ្ទះហើយអ្នកខ្លះឃើញនៅមាត់បន្លាយអ្នកខ្លះទៀតតែឃើញឈរចំនឹងកម្មចដាលតែម្ដងហើយអត់ក្បាលព្រោះគេភ័យខ្លាចនាំគ្នាទៅប្រាប់មេភូមិហើយលោកមេភូមិហ្នឹងហើយគាត់ហ្នឹងចាស្និទ្ធជាមួយតាស្រេងទៅជាងគេដែរគាត់ឃើញដែរតែពេលគាត់មិនប្រាប់គេដល់គាត់មិនប្រាប់គេតែគេនោះស្មានតែគាត់មិនឃើញនាំគ្នាទៅប្រាប់10គ្រួសារនិងគ្រួសារខ្ញុំទាំងអីដែរទៅជាមួយគ្នាទាំងអស់គ្នាហ្នឹងទៅក្រោយវាទៅជួបជុំគ្នាដល់ផ្ទះមេភូមិហើយក៏ចាប់ផ្ដើមរនឹកវិធីថាធ្វើម៉េចដើម្បីកុំឲ្យខ្មោចតាស្រេងលងក៏លើកហ្នឹងឲ្យមនុស្ស3នាក់ទៅនិមន្តព្រះសង្ឃទៅដងនៅវត្តភ្នំក្រែងហ្នឹងពីដើមមកហ្នឹងគឺមិនទាន់ហៅវត្តភ្នំក្រែងហ្នឹងទេមានអាស្រមតានៅភ្នំហ្នឹងឲ្យទៅមុនមកពេលមុនហើយលោកមកដល់លោកក៏បានប្រាប់កិច្ចទាំងអស់ហ្នឹងទៅលោកប្រាប់ថាញោមទាំងអស់គ្នារឿងហ្នឹងខេត្តហ្នឹងវាកើតឡើងដោយសារអញ្ចេះខ្មោចហ្នឹងតាមការពិតទៅគ្នាមិនមែនក្នុងគោលបំណងលងបំលាចអីឲ្យយើងខ្លាចល្អអីអញ្ចឹងទេគាត់នៅថាខ្មោចហ្នឹងក្នុងគោលបំណងគឺចង់ឲ្យបងប្អូនទាំងអស់គ្នាហ្នឹងហើយជាបរិស័ទទាំងឡាយជួយរកក្បាលគ្នាហ្នឹងទៅហើយរកក្បាលឲ្យឃើញហើយដាក់បូជាទៅអនុបូជាគ្នាទៅលោកមេភូមិគាត់លើកថាអញ្ចេះទេគុណចាស់កាលដែលវាស្លាប់ថ្មីនោះខ្ញុំកណានឹងអ្នកផ្សេងអីក្មេងឲ្យវាដើររឡើងឆ្អែតឡើងឆ្អន់អស់ហើយរមឃើញទេហើយលោកអាចារ្យភ្លុកនឹងអ្នកផ្សេងទៀតក៏គេរួមគំនិតគ្នាគេថាឥឡូវចេះទៅបើថារមឃើញទេបូជាវាទាំងអត់ក្បាលចឹងតែហ្មងទៅដល់និយាយចឹងមកសម្រេចមូលមតិគ្នាហើយក៏ចាប់ដាក់បូជាទៅទាំងអញ្ចឹងទៅរកក្បាលនឹងរមឃើញទេលោកគ្រូរមឃើញទេលោកតដងលោកថាក្បាលហ្នឹងនៅមិនឆ្ងាយទេគាត់អាត្មានិយាយមិនបានលោកដឹងរឿងហេតុមុនលោកនិយាយមិនបានលោកថានៅមិនឆ្ងាយពីកន្លែងហ្នឹងទេទៅក៏អ្នកម្ដាយខ្ញុំហ្នឹងក៏គាត់និយាយថាទេលោកមេភូមិរឿងហ្នឹងបើនិយាយពីក្បាលយើងរកអស់ហើយប៉ុន្តែឡងមកប្រហែលជាយើងចូលមួយអាទិត្យមួយសប្តាហ៍មួយអាទិត្យជាងចូលចិត្តកន្លះខែនេះផ្ទះខ្ញុំវាធំផ្លិនស្អុយរហូតស្អុយដូចឆ្កែងាប់ចឹងស្អុយដូចគម្រង់ដូចឆ្កែងាប់អីតាណាមួយមិនដឹងតែយើងរកវាមិនឃើញអញ្ចឹងពុកខ្ញុំគាត់និយាយថាទឹកក្បាលអាស្រ័យនៅផ្ទះយើងទៅម៉ាក់ខ្ញុំគាត់លឺអញ្ចឹងគាត់ថាអីមិនក្បាលវាមកនៅផ្ទះយើងវិញចំពោះស្អុយមានតែនៅផ្ទះយើងហើយព្រោះផ្ទះយើងមានឆ្កែមានឆ្មាឯណាងាប់ក៏លោកមេភូមិណាបែបជាអញ្ចឹងហើយបើអញ្ចឹងយើងនាំអ្នកទាំងអស់គ្នាទៅរកមើលទៅអញ្ចឹងលោកមេភូមិដឹកនាំអ្នកភូមិ10គ្រួសារហ្នឹងយើងរកទៅម្រាយហើយក្បាលតាស្រេងនៅតបោកមុខផ្ទះខ្ញុំហ្នឹងអាដើមជើងគោវាដុកក្រាស់ហ្នឹងក្បាលនៅហ្នឹងលួយចោះតកៅវែកហ្នឹងអាផ្លេកលៀនមកខ្លាយអង្ក្រៅហ្នឹងអូយប្រិមិត្តហើយក្អួតអញ្ចឹងអាស្អុយអាខ្លាចហើយដល់អញ្ចឹងហើយមកទោសអាសាកសពអញ្ចឹងទៅអាថ្មិញចេញមកស្ញែងអញ្ចឹងទៅភ្នែកតកៅចោះហ្នឹងធ្លាក់មកមហៀងទៅមើលទៅអូយnóអត់ធំណាស់ស្អុយនោះក៏ស្អុយដល់ពេលហើយលោកកដងលោកថាឥឡូវចាស់ញោមកុំខ្លាចកុំល្អអី
គ្នារពឹងឲ្យយើងនឹងជួយយកក្បាលហ្នឹងបូជាទៅដល់ហើយលោកប្រើឲ្យអ្នកភូមិនឹងយកទឹកមកផ្តិលមកដល់យកទឹកមកផ្តិលមកលោកក៏ធ្វើកិច្ចចឹងទៅដាក់ទៀនមកដើមសោតសម្រាប់ទឹកទៀនហ្នឹងសម្រាប់ទៀននៅក្នុងទឹកហ្នឹងប្រក់ហើយលោកកូរវិចលោកសោតផ្លុំលោកជះទឹកមកផ្តិលទៅចំមកក្បាលដែលអាឡេះអាលួយតកៅចោះហ្នឹងហើយក៏បាច់ភូមិក្លិនមកពេជ្រហ្នឹងទៅអស់ចាណាបាត់ភូមិក្លិនអញ្ចឹងហើយលោកមេភូមិក៏ឲ្យកូនក្មួយគាត់ហ្នឹងទៅយកឈើឆ្កឹះហើយដាក់ក្បាលហ្នឹងនឹងបកគីមកឆ្កឹះបានមកអញ្ចឹងទៅក៏រៀបចំធ្វើពិធីហ្នឹងដាក់បូជាហើយអីហើយអញ្ចឹងទៅដាក់បូជាហើយអីហើយរៀបចំដុតហើយអីហើយអញ្ចឹងទៅស្អែកឡើងអ្នកភូមិគេមូលមតិគ្នាជាមួយនឹងលោកមេភូមិក៏ប្រាប់ថាយើងធ្វើបុណ្យសង្ឃទានឲ្យវាមកព្រឹកទៅយកទិផលគឺបុណ្យឲ្យវាទៅក្បាលយើងដាក់បូជាហើយក៏ទៅនិមន្តព្រះសង្ឃមួយអង្គមកឲ្យលោកទីដងលោកអត់មកទៀតទេអ្នកដែលទៅនិមន្តហ្នឹងថាអត់ឃើញលោកឃើញតែព្រះសង្ឃធម្មតាយើងហ្នឹងក៏មុនលោកមកព្រះអង្គដែលធ្លាក់ផ្លាយទឹកហ្នឹងដល់ពេលនិមន្តមកដល់ហើយគេធ្វើកិច្ចផតតាអនុមោទនាបុណ្យកុសលដែលគេធ្វើចង្ហាន់ហ្នឹងគេវេអតិឲ្យយ៉ាងទៅធ្វើហើយរួចរាល់សពគ្រប់បែបយ៉ាងអញ្ចឹងទៅពីសម្រាប់ល្ងាចហ្នឹងបានសេចក្តីសុខលេងបានទាំងអស់គ្នាអ្នកភូមិណាក៏អត់ឃើញដែរតែព្រឹកឡើងឪពុកខ្ញុំគាត់និយាយប្រាប់ថាពីយប់មិញប្រហែលជាម៉ោង3ភ្លឺគាត់ប្រកាសភ្លើងអាំងនៅមុខផ្ទះគាត់ថាខ្មោចអស្រេងមកបក់ដៃហៅគាត់នៅលបខាងក្រៅនៅតែអត់ឃើញមានក្បាលអញ្ចឹងដល់ពេលបក់ដៃហៅអញ្ចឹងទៅគាត់ភ្ញាក់គាត់ស្រែកថាអីខ្មោចអស្រេងជួយគេធ្វើបុណ្យធ្វើអីហើយមករកស្អីទៀតហើយក្បាលនោះគេបូជាឯងពីល្ងាចបាញ់អីគេធ្វើបុណ្យធ្វើអីហើយពីនេះរួចអស់ហើយមិនក៏មិនទៅចាប់ជាតិឯណាមិនទៅសោយផលបុណ្យដែលគេខំធ្វើគេខំអន្ទើឲ្យអញ្ចឹងទៅគាត់ថាប្រមាណម៉ាត់ហ្នឹងទៅគាត់ក៏ថាខ្មោចអស្រីហ្នឹងក៏លលាឈឹងពីមុខគាត់ហ្នឹងទៅលាវាឈរនៅមាត់បលាយហ្នឹងមាត់បលាយរបស់ផ្ទះស្ងាត់ឈឹងអញ្ចឹងទៅក៏លាឈឹងអញ្ចឹងទៅដល់គាត់យករឿងទាំងអស់ហ្នឹងមកប្រាប់ម៉ាក់ប្រាប់អីអញ្ចឹងទៅម៉ាក់យាយខ្ញុំក៏គាត់និយាយថាស្នាងហើយព្រឹកមិញខ្ញុំអត់ងើបមកអាំងភ្លើងបើអញ្ចឹងនឹងរត់តាណាទេហើយរឿងហ្នឹងគឺมันមានអីច្រើនលើសហ្នឹងទេបងប្អូនហើយនេះគឺជារឿងនៅក្នុងភូមិមកខ្ញុំឲ្យទល់មុខផ្ទះខ្ញុំហើយមកហឹកហ្នឹងគឺវារន្ធត់មែនតើហើយទាំងខ្ញុំទាំងអីខ្ញុំមិនដែលជួបហេតុការណ៍បែបហ្នឹងហើយអ្នកភូមិនៅហ្នឹងក៏មិនដែលជួបហេតុការណ៍បែបហ្នឹងដែរវាពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនតើហើយរឿងហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនហើយអរគុណច្រើនសម្រាប់ការស្ដាប់ហើយនឹងទស្សនាសូមបងប្អូនជួយចុច like ហើយនឹងចុច subscribe ឲ្យខ្ញុំម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា